ខ្ញុំជឿជាក់ថាបញ្ហាគ្រឿងញៀននេះបើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេអ្នកពាក់ព័ន្ធទេបែបគ្រឿងញៀននេះវាមិនសូវធំដល់ប៉ុណ្ណេះទេហើយអានេះខ្ញុំនិយាយតែម្ដងព្រោះតែធម្មតាអ្នកអនុវត្តជួមុខឃើញស្គរតែតែចង់បានអញ្ចឹងហើយខ្ញុំសូមពីវេទិកានេះពន្លាតនៃការផ្សព្វផ្សាយសូមកុំឲ្យប៉ះពាល់ឬមួយច្រឡោកច្រឡំជាមួយក្រុមនេះព្រោះតែប៉ះពាល់ហើយមិនទាន់បានអ្នកណាឃើញថារ៉ូស៊ីគ្រឿងញៀនបានទទួលបានជោគជ័យក្រៅពីការបដិញ្ញចេញក្របខ័ណ្ឌឬមួយឈានទៅដល់ការជាប់ទោសទណ្ឌទៀតអញ្ចឹងសម្រាប់កិច្ចការនេះខ្ញុំក៏សូមឲ្យមានការយកចិត្តទុកដាក់និងពង្រឹងនិងពន្លាតនៃការស្រាវជ្រាវហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវតែពួកអ្នកជួញដូរទេស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើងទៅស្រាវជ្រាវពន្លាតនៃការសមត្ថកិច្ចរបស់យើងដែរបើមិនអញ្ចឹងទេនៅនឹងស្គរនឹងសម្ោចស្គរថ្ងៃក្រោយយើងជាអ្នករងទាំងអស់គ្នានៅលើនេះអត់មានកម្លាំងទេនៅលើនេះជាអ្នកដាក់ផែនការនិងគោលនយោបាយប៉ុន្តែកម្លាំងគឺនៅខាងក្រោមក្នុងការអនុវត្តហើយសូមឲ្យខាងក្រោមកុំឲ្យមានការប្រធានមិនស្អីប៉ុន្តែអនុប្រធានមួយចំនួនមានការទិញទឹកចិត្តដល់ពេលអញ្ចឹងទៅព័ត៌មានមួយចំនួនមិនទាន់ចុះបង្ក្រាបផងដឹងអស់លីសំណួរសួរថាព័ត៌មានវាមិនដែលបែកបើគ្មានការផ្ដល់ជូនមុននោះទេអញ្ចឹងហើយខ្ញុំសូមឲ្យយើងយល់ទាំងអស់គ្នាហើយក៏សូមឲ្យមានការចូលរួមហើយលើកនេះខ្ញុំគិតថាយើងគួរតែដល់វគ្គកាត់សាច់ហើយឆ្លោះកញ្ចក់មួយទឹកស្អីហ្នឹងហួសពេលហើយព្រោះម្ដងមកនេះបើមិនអញ្ចឹងទេអនាគតកូនយើងចៅយើងអ្នកដែលបន្តវេនអនាគតសម្រាប់ប្រទេសជាតិរបស់យើងស្មើនឹងសូន្យងាកទៅប្រើមិនបានព្រោះអាឡ័យញៀនថ្នាំអស់ហើយងាកទៅមិនបានអាឡ័យស្វឹងអាឡ័យជក់អាឡ័យនេះអស់ហើយឧទាហរណ៍អញ្ចឹងហើយខ្ញុំគិតថាត្រូវចូលរួមទាំងអស់គ្នាកុំគិតថារឿងនេះសម្រាប់តែកងកម្លាំងឬមួយអាជ្ញាធរឬមួយអ្នកដែលពាក់ព័ន្ធដែលគាត់មានតួនាទីនៅទីនេះទេប៉ុន្តែយើងត្រូវចូលរួមទាំងអស់គ្នាហើយក៏ខ្ញុំសូមពីវេទិកានេះគាត់បើកទេគឺថាសូមឲ្យអាដាមប្រធានពន្ធនាគារទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហានេះម្ដងហើយម្ដងទៀតហើយនឹងមានការចុះត្រួតពិនិត្យនៅពេលកុំមុខចាប់ចោលនេះព្រោះឥឡូវយើងត្រូវសម្អាតផ្ទះយើងមុនទៅសម្អាតផ្ទះគេបើមិនអញ្ចឹងទេច្អល់មុខដាក់គ្នាចេះទឹកដាក់គ្នាវាអត់ល្អបាទអត់ល្អ